រឿងសំឡេងពីបន្ទប់លេខ13ណែភូមិមួយដែលជាក្រុងមានផ្ទះជួលចាស់មួយដែលនៅទីនោះមានបន្ទប់2ជាន់ដែលគេតែងតែហៅថាបន្ទប់លេខ13គេបាននិយាយថានរណាម្នាក់ដែលបានស្នាក់នៅក្នុងនោះមិនសូវបានស្នាក់នៅលើសពី3យប់នោះឡើយសុភាដែលជានិស្សិតឆ្នាំទី1បានជួលបន្ទប់នៅទីនោះព្រោះនៅទីនោះមានតម្លៃថោកជាងគេក៏ប៉ុន្តែម្ចាស់ផ្ទះបានព្រមានតែម្ដងបើមានលឺសំឡេងគោះទ្វារនៅម៉ោង2:13អកណាត្រៀតកុំបើកទ្វារឲ្យសោះភ្លាមសុភាបានសើចហើយបាននិយាយទៅកាន់ម្ចាស់ផ្ទះនោះថានោះប្រហែលជាមានមនុស្សកំពុងទៅលេងកំ pl ែងតែប៉ុណ្ណោះក៏ប៉ុន្តែនៅយប់ទី1បានឈានចូលមកដល់នៅម៉ោង2:13ព្រឹកបានលឺសំឡេងគោះទ្វារយឺតក៏ប៉ុន្តែច្បាស់កុកសុភាបើកភ្នែកយឺតដែលធ្វើឲ្យបេះដូងរបស់នាងលោតយ៉ាងលឿនសំឡេងនោះនៅតែបន្តគោះទ្វារនាងបានមើលម៉ោងនោះពិតជាឈប់ត្រឹមម៉ោង2:13ត្រឹមត្រូវណាស់នាងបានសួរណាហ្នឹងមកគោះទ្វារក៏ប៉ុន្តែមិនមានសំឡេងឆ្លើយតបនោះឡើយនាងបានដើរទៅមើលតាមរន្ធទ្វារនៅក្រៅផ្ទះពិតជាទំនេរមិនមាននរណាម្នាក់នៅទីនោះឡើយនាងបានបើកទ្វារតិចនៅផ្លូវជាន់ខាងលើពិតជាស្ងប់ស្ងាត់ណាស់នាងបានគិតថានេះប្រហែលជាខ្យល់បោកបក់មកហើយភ្លាមនាងក៏បានបិទទ្វារទៅវិញបន្ទាប់ពីនោះមកយប់ទី2បានឈានមកដល់មួយថ្ងៃទៀតនៅម៉ោង2:13នាទីម្ដងទៀតសំឡេងគោះទ្វារកុកនៅពេលនោះសំឡេងមួយនោះបានគោះកាន់តែខ្លាំងទៅជាងយប់ទី1នាងពិតជាមិនចង់បើកទ្វារនោះទេក៏ប៉ុន្តែចិត្តរបស់នាងចង់ឈ្នះនឹងការភ័យខ្លាចរបស់ខ្លួនឯងនាងបានដើរទៅទ្វារហើយបានអើតមើលតាមរន្ធទ្វារនោះក៏ប៉ុន្តែនៅទីនោះមានមនុស្សឈរនៅចំពីមុខទ្វារសក់របស់គេវែងបិទមុខសម្លៀកបំពាក់ពណ៌សមិនមានចលនានិងមិនមានដង្ហើមពេលនោះសុភាមានការភ័យខ្លាចតក់សត់ជាខ្លាំងសុភាបានដើរថយក្រោយភ្លាមទៅចុះនាងស្រែកភ្លាមសំឡេងគោះទ្វារបានបញ្ឈប់ក៏ប៉ុន្តែសំឡេងដើរយឺតចេញពីក្រៅទ្វារមិនមែនចុះទៅកាន់ជាន់ទេក៏ប៉ុន្តែវាបានឈ្មោះមកកាន់មកអួយរបស់យើងហើយពេលមួយយប់ទៅមួយយប់កាន់តែមានរឿងប្លែកទៅនៅថ្ងៃបន្តនៅក្នុងយប់ថ្ងៃទី3សុភាបិទភ្លើងទាំងអស់នៅមុនម៉ោង2នាងគេមិនលក់នោះទេក៏ប៉ុន្តែនៅម៉ោង2:13នាទីនាងមិនបានឮសំឡេងគោះទ្វារទៀតនោះទេក៏ប៉ុន្តែបានបន្តិចមានឮសំឡេងគោះទ្វារទៀតកុកសំឡេងនោះមកពីក្នុងបន្ទប់តែម្ដងគឺមកពីក្រោមគ្រែរបស់នាងពេលនោះនាងដកដង្ហើមញាប់ដង្ហើមរបស់នាងចូលនឹងកមកពីក្រោមគ្រែច្បាស់ណាស់លើកនេះទូរស័ព្ទរបស់នាងចាប់ផ្ដើមញ័រមានសារមួយពីម្ចាស់ផ្ទះនៅពេលនោះម្ចាស់ផ្ទះបានសួរថាតើអ្នកនៅមានសុវត្ថិភាពដែរឬទេគាត់បាននិយាយទៀតថានៅយប់ទី3នេះវាមិនគោះទ្វារទៀតនោះទេសុភាមិនអាចឆ្លើយតបបាននោះឡើយក៏ប៉ុន្តែសំឡេងនៅក្រោមគ្រែកាន់តែខ្លាំងឡើងដូចជាមាននរណាម្នាក់កំពុងតែគោះពីខាងក្នុងអត់មកខាងលើវិញអញ្ចឹងភ្លាមនោះនាងបានប្រមូលនៅកម្លាំងចិត្តហើយអោនមើលទៅខាងក្រោមគ្រែយឺតនៅក្រោមគ្រែមិនមានអ្វីនោះទេប៉ុន្តែពីលើគ្រែចិត្តទៅជារបស់នាងបានលើសំឡេងនិយាយយ៉ាងស្រាលខ្ញុំមិននៅក្រោមនោះទេសុភាចង់ស្រែកក៏ប៉ុន្តែសំឡេងរបស់នាងមិនអាចស្រែកចេញនោះទេភ្លាមនោះមានអ្វីមួយបានចាប់កដៃរបស់នាងពីលើគ្រែ
លើបន្ទប់ចាប់ផ្ដើមភ្លឺឡើងដោយខ្លួនឯងទ្វារបន្ទប់ចាប់ផ្ដើមបើកតិចតិចក្រែកក្រែកក្រែកនៅខាងក្រៅមានម្ចាស់ផ្ទះកំពុងតែឈរមុខស្លេកស្លាំងកំពុងតែឈរមកមើលនាងខ្ញុំប្រាប់អ្នកហើយក៏បើកទ្វារសុភាពបានសម្លឹងមើលទៅកាន់គាត់នៃរបស់គាត់ខ្មៅទទេញញឹមយឺតទៅស្នាមញញឹមគួរខ្លាចឥឡូវនេះវាមិនចាប់បាច់គោះទ្វារទៀតនោះទេលើងក៏បានរលត់បន្ទាប់ពីយប់ទី3បានកាត់ឡើងសុភាមិនចាក់ចេញភ្លាមនោះទេនាងបានព្យាយាមប្រាប់ទៅខ្លួនឯងថាអ្វីដែលកើតឡើងនោះគ្រាន់តែជាការសម័យដោយការមិនបានគេរបស់នាងតែប៉ុណ្ណោះក៏ប៉ុន្តែអ្វីដែលនាងកំពុងតែគិតគឺខុសស្រឡះនៅលើដៃរបស់នាងពិតជាមានស្នាមរាមដៃខ្មៅដូចជាមាននរណាម្នាក់បានចាប់ដៃរបស់នាងយ៉ាងខ្លាំងស្នាមនោះមិនឈឺក៏ប៉ុន្តែវាមានសភាពត្រជាក់នៅក្នុងព្រឹកនោះនាងបានសួរទៅកាន់ម្ចាស់ផ្ទះមុនខ្ញុំតើមាននរណាម្នាក់បានស្នាក់នៅបន្ទប់នេះដែរឬទេម្ចាស់ផ្ទះបានស្ងាត់មួយភ្លែកហើយគាត់បាននិយាយថាមានតែនាងបានចាក់ចេញភ្លាមសុភាបានសួរសារអ្វីគាត់មិនបានឆ្លើយតបភ្លាមនោះទេបន្ទាប់មកនិយាយទៀបនាងបាននិយាយថាមាននរណាម្នាក់បានស្នាក់នៅជាមួយនាងក៏ប៉ុន្តែគ្មានឈ្មោះគ្មានបញ្ជីជួតតែសោះសុភារងាក់ចិត្តហើយបាននិយាយទៅកាន់ទៀតថាតើនាងនៅឯណាឥឡូវនេះម្ចាស់ផ្ទះមើលទៅកាន់បន្ទប់ជួលលេខ13នាងមិនបានយកសម្ភារៈរបស់នាងទៅនោះទេនៅយប់នោះផងដែរសុភានាងបានចូលទៅក្នុងបន្ទប់ជួលចាស់មួយដែលស្ថិតនៅជាន់ខាងក្រោមតែគេបាននិយាយថានៅជាន់នោះគឺមាននិស្សិតមុនបានស្នាក់នៅក្នុងខោអាវរបស់នាងមាននៅកាបូបមួយដែលបាននៅបន្សល់ទុកនៅក្នុងនោះមានសភៅកំណត់ហេតុមួយនាងបើកអានយប់ទី1វាគោះទ្វារយប់ទី2វាមើលតាមរន្ធត់យប់ទី3វាបានចូលទៅក្នុងបន្ទប់សុភាពេលនោះសឹងតែឈប់ដកដង្ហើមទំព័រចុងក្រោយបានសរសេរថាបើអ្នកកំពុងអាននេះកុំឲ្យវាដឹងថាអ្នកបានមើលវាស្រឡាញ់អ្នកដែលខ្លាចវាភ្លាមសម្លេងស្រានៅខាងក្រោយរបស់នាងអ្នកកំពុងធ្វើអ្វីណាសុភាបានបកក្បាលយឺតនៅក្នុងកញ្ចក់នៅខាងក្រោយមិនមានរូបរាងរបស់នាងនោះទេតែវាគឺជារូបរាងរបស់និស្សិតមុនភ្នែករបស់នាងខ្មៅទទេមុខស្លេកហើយនាងបានញញឹមភ្លើងក៏បានរលត់ភ្លាមនោះសុភានាងបានរត់ទៅកាន់បន្ទប់លេខ13បេះដូងរបស់នាងបុកយ៉ាងខ្លាំងដោយការភ័យរន្ធត់នៅម៉ោង2:12នាទីនាងបានមើលទៅនាឡិកានាងបានសម្រេចចិត្តថានៅយប់នេះមិនគេងនោះទេហើយក៏មិនបិទភ្លើងនោះដែរមិនឲ្យមានអ្វីកើតឡើងដូចជាយប់មុនទៀតនោះឡើយភ្លាមនៅម៉ោង2:13នាទីបានឈានចូលមកដល់មិនមានសម្លេងគោះទ្វារមិនមានសម្លេងនៅក្រោមគ្រែគឺមានសភាពស្ងប់ស្ងាត់បន្ទាប់មកនាឡិកានៅលើជញ្ជាំងក៏ចាប់ផ្ដើមដើរថយក្រោយ2:12នាទីម៉ោង2:11 2:10នាទីខ្យល់នៅក្នុងបន្ទប់ចាប់ផ្ដើមត្រជាក់ខ្លាំងដង្ហើមរបស់នាងតែទៅជាអាប់ពណ៌សនាងបានលើសំឡេងដកដង្ហើមពីជ្រុងបន្ទប់មិនមែនក្រៅបន្ទប់ទៀតនោះឡើយហើយក៏មិនមែននៅក្រោមទៀតនោះដែរគឺសំឡេងនោះចេញពីក្នុងជញ្ជាំងបន្ទប់ចាប់ផ្ដើមមានស្នាមដៃលេចឡើងពីក្នុងនោះដូចជាមាននរណាម្នាក់កំពុងតែចងចេញពីក្នុងជញ្ជាំងនោះសំឡេងស្រាលបាននិយាយទៅកាន់ត្រចៀកនាងម៉ោង2:13នាទីមិនមែនជាវេលានោះទេវាគឺជាច្រកទ្វារភ្លាមបន្ទប់ទាំងមូលក៏ចាប់ផ្ដើមងងឹតសុភាបានឃើញខ្លួនឯងឈរនៅមុខទ្វារ
បន្ទប់លេខ13ក៏ប៉ុន្តែជាន់លើទៀតនោះទេនៅជាន់នោះมันមានមកអួចមិនមានច្រកចាញ់គឺមានតែច្រកបិទជិតតែប៉ុណ្ណោះទ្វារនៅមុខបន្ទប់លេខ13បានសរសេរដោយឆ្នាមក្រហមស្នាមឈាមពីខាងក្នុងបានលើសំឡេងគោះទ្វារសំឡេងរបស់នាងបានដកដង្ហើមយ៉ាងលឿនលឺហើយសំឡេងនៅក្នុងនោះបាននិយាយថាបើលើសំឡេងគោះទ្វារសូមកុំបើកទ្វារសុភាបានយកភ្លាមហើយបាននិយាយថាខ្ញុំដឹងថាអ្នកនៅខាងក្នុងនោះគឺជានាងហើយតើមានអ្វីកើតឡើងចំពោះអាចកំបាំងនៅខាងក្រោយទ្វារ